សួស្តីបងប្អូនទាំងអស់គ្នាដែលចូលមកកាន់ page Animal TK ចឹងថ្ងៃនេះខ្ញុំជំរាបជូនបងប្អូនទាំងអស់គ្នាតាក់ទងនឹងវីដេអូសំខាន់មួយខែនេះគឺជារដូវវស្សាយើងចូលខែ8បងប្អូនប៉ុន្តែរាំងមានអារម្មណ៍មានទឹកថ្លុកទឹកអីអញ្ចឹងណាប៉ុន្តែអត់ទឹកច្រើនទេទឹកតិចចឹងហើយពេលយប់បងប្អូនផ្ទះរបស់ខ្ញុំគឺមានគោជាពិសេសហ្នឹងគឺយើងអត់មានមុងទេកំសត់ណាស់អ្វីដែលជួយបានយើងអត់មានមុងទី1យើងដាក់ធូបមូសបងប្អូនដាក់ធូបមូសហើយធូបមូសក៏អត់ឈ្នះដែរអញ្ចឹងយើងពួកចាយើងពួកឲ្យមានផ្សែងអញ្ចឹងបងប្អូនយើងដាក់ស្មៅរស់អញ្ចឹងណាមានផ្សែងយ៉ាងឯងហើយនេះគោគ្នាចូលចិត្តមកឈរគៀនផ្សែងដើម្បីឲ្យផ្សែងត្រូវបងប្អូនមើលគោខែហ្នឹងអត់សូវធាត់ទេទី1អត់សូវមានចំណីមានតែច្បើងទេចឹងហើយឆ្មៅអីគឺយើងកាត់បានខ្លះមួយបាវអីចឹងទៅសម្រាប់គោ3នេះបងប្អូនឃើញទេគោគឺថាចូលចិត្តផ្សែងខ្លាំងមែនតែនញ៉ាឈរខាងមុខផ្សែងហ្នឹងតែម្ដងមេនេះផាវបងប្អូនតែអត់ដឹងថាមិនមកទេបងប្អូនអើយបានទង5-6 ខែដែរហើយជង្រុកនោះច្បើងនោះកន្លែងទុកច្បើងបងប្អូនឃើញដុំនោះចាហើយនឹងនេះអស់ពីផ្សែងខ្លាំងទៅឆេះតែម្ដងចានេះផ្សែងខ្មុះខ្មាញ់អញ្ចឹងវាជួយដេញមូសបងប្អូនវាផ្សែងបាញ់ទៅថ្ងៃហ្នឹងផ្សែងបាញ់ទៅចូលក្នុងបើថ្ងៃខ្លះហ្នឹងបកទៅផ្សេងចាផ្សែងបកទៅផ្សេងអញ្ចឹងទៅបងប្អូនណានិយាយពីថារោមណាបងប្អូនឃើញទេរោមពេញហើយកតុយគឺបក់រហូតធ្វើមិនទេបងប្អូនហើយកុំសត់ណាសត្វមានប៉ុណ្ណឹងឯងណោ2ទៀតណោគៀនឆ្ងល់ខ្ញុំថតឆ្ងល់ឃើញភ្លើងអូខេមានប៉ុណ្ណឹងឯងបងប្អូនខំថាបងប្អូនអាចធ្វើវិធីបែបនេះបានចឹងបងប្អូនអាចជ្រើសរើសយកអំពូលពងមាន់ណានឹងដេញសัตว์ដែរតែខ្ញុំអត់ដែរប្រើទេភាគច្រើនខ្ញុំអុជធុកមូសហើយនឹងពួកភ្លើងផ្សែងយ៉ាងឯងដើម្បីឲ្យមូសវាខ្លាចណាតែមានតែបងប្អូនផ្សែងវាទៅលើត្រង់ឆ្លុយនេះវាអត់សូវចូលទៅក្នុងអត់មានផ្សែងទេ